បាទសូមជម្រាបសួរប្រិយមិត្តតម្រាប្រវត្តិទាំងអស់សូមស្វាគមន៍មកកាន់តម្រាប្រវត្តិអេពីសូតទី29ឬក៏ភាគទី29ដោយសារមួយរយៈពេលចុងក្រោយនេះគឺប្រទេសកម្ពុជាយើងជាមួយនឹងប្រទេសថៃគឺកំពុងតែមានបញ្ហាព្រំដែនជាមួយនឹងគ្នាដែលធ្វើឲ្យកម្ដៅនៃការចរចារបស់ប្រទេសទាំងពីរមានកម្ដៅកាន់តែខ្លាំងឡើងដែលធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋទាំងសងខាងដែលស្ថិតនៅតាមបណ្ដោយព្រំដែនអញ្ចឹងក្នុងអេពីសូតទី29នេះខ្ញុំនឹងសូមលើកពីប្រវត្តិសាស្ត្រមួយដែលទាក់ទងជាមួយនឹងឥទ្ធិពលរបស់ប្រទេសសៀមនៅក្នុងប្រទេសកម្ពុជាយើងនៅក្នុងសម័យរបស់ព្រះបាទសម្ដេចព្រះអង្គអេងចាប់ពីឆ្នាំ1779ទៅដល់1796ដើម្បីជាក់ច្បាស់តើនៅក្នុងសម័យរបស់សម្ដេចព្រះអង្គអេងមានព្រឹត្តិការណ៍អ្វីកើតឡើងខ្លះហើយសៀមបានធ្វើអ្វីខ្លះចំពោះកម្ពុជាសូមតាមដានវីដេអូនេះចាំពីដើមរហូតដល់ចប់ហើយមុននឹងចាប់ផ្ដើមខ្ញុំក៏សូមបញ្ជាក់ផងដែរថាព័ត៌មានទាំងអស់នេះគឺខ្ញុំបានដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រព្រះរាជាណាចក្រកម្ពុជាជាមួយអាណាមនិងសៀមចាត់ពីសតវត្សទី16ដែលនិពន្ធនឹងរៀបរៀងឡើងដោយលោកសូអ៊ឺអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នានៅខែកញ្ញាគ្រិស្តសករាជ1779មន្ត្រីសេនាបតីព្រាហ្មណ៍បរោហិតបានថ្វាយរាជសម្បត្តិទៅព្រះអង្គអេងព្រះរាជបុត្ររបស់ព្រះអង្គតនក្នុងព្រះជន្មាយុ7វស្សាតែកិច្ចការរាជការស្ថិតនៅលើសម្ដេចចៅហ្វាទលហមូទាំងអស់ចៅហ្វាទលហមូបានតាំងអង្គញាអធិវង្សាពុកជាបិតាធរចិញ្ចឹមព្រះអង្គអេងឡើងជាអង្គញាវាំងតាំងអង្គញាវិបុលរាជស៊ូឡើងជាអង្គញាក្រឡាហោមតាំងអង្គញាសែនខាងហ្វាពីងឡើងជាអង្គញាចក្រីចៅហ្វាទលហមូមិនទុកចិត្តអង្គញាយមរាជបែនដែលជាខ្លារបស់អង្គញាក្រឡាហោមស៊ូនោះទេដើម្បីជៀសវាងបញ្ហាផ្សេងលោកបានចាត់បំបាច់អង្គញាយមរាជបែនឲ្យទៅធ្វើរាជការខេត្តកំពង់ស្វាយជាមួយអង្គញាដេជោតែនមន្ត្រីធំមួយចំនួនទៀតក៏ត្រូវបានចាត់ចែងតាមវិធីប្រហាក់ប្រហែលគ្នានេះដែរមន្ត្រីខ្លះដែលស្មោះស្ម័គ្រនឹងព្រះអង្គនុនបាននាំគ្នារត់ទៅស្រុកសៀមដើម្បីទូលថ្វាយព្រះចៅតាក់ស៊ីននៅហេតុការណ៍ក្នុងកម្ពុជាលុះទ្រង់ជ្រាបជាព័ត៌មាននេះហើយព្រះចៅតាក់ស៊ីនទ្រង់ប្រឹក្សាជាមួយនាម៉ឺនសពមុខមន្ត្រីដើម្បីចាត់ព្រះអង្គកៅដួងឲ្យមកកម្ពុជាសូមយកអង្គញាយមរាជបែនជាមន្ត្រីចាស់តាំងពីរាជព្រះអង្គតនទៅស្រុកសៀមវិញលុះឮដំណឹងដូច្នោះចៅហ្វាមូត្រេកអរណាស់ពីព្រោះត្រូវតាមបំណងរបស់លោកដែលចង់កម្ចាត់អង្គញាយមរាជបែនផងចំណែកឯអង្គញាក្រឡាហោមស៊ូក៏នឹកអរផងដែរព្រោះគិតថាបើថ្ងៃក្រោយអញកម្ចាត់ចៅហ្វាមូបានអំណាចនឹងធ្លាក់មកលើអញតែម្នាក់មិនមានខ្លើម្រាក់ណាបែងចែកជាមួយអញឡើយអង្គញាយមរាជបែនត្រូវស្ដេចសៀមស្ដីបន្ទោសអំពីបទរួមគំនិតធ្វើគុតព្រះអង្គនុននិងបញ្ជាឲ្យគេវាយ100រំពាត់ជាសឹកត្រចៀកទាំងសងខាងនិងដាក់គុកជាទម្ងន់លុះដាក់ទោសអង្គញាយមរាជបែនរួចហើយស្ដេចសៀមប្រឹក្សាជាមួយមន្ត្រីសេនាបតីដើម្បីលើកទ័ពមកវាយដណ្ដើមកម្ពុជាពីឥទ្ធិពលយួននិងមានបំណងចាប់យកក្សត្រខ្មែរតវងឲ្យអស់តែម្ដងសូមបញ្ជាក់ថាព្រះអង្គអេងជាក្សត្រខ្មែរប្រុសមួយអង្គគត់តវងក្សត្រនៅគ្រិស្តសករាជ1708ស្ដេចសៀមទ្រង់បានចាត់ឲ្យលើកទ័ព 27,000 នាក់ជា3មុខព្រួញចូលមកកម្ពុជាដើម្បីចាប់ចៅហ្វាមូនិងបកពួកនឹងលើកព្រះអង្គចៅណយជារាជបុត្រឲ្យគ្រប់គ្រងកម្ពុជាមុខព្រួញទី1ស្ថិតនៅក្រោមបញ្ជាការរបស់ព្រះអង្គចៅណយលើកសម្ដៅមកឧដុង្គមានជ័យមុខព្រួញទី2បញ្ជាដោយអង្គញាចក្រីលើកមកបោះជំរំចាំនៅស្រុកមហានគរសៀមរាបសពថ្ងៃមុខព្រួញទី3បញ្ជាដោយអង្គញាស៊ូសីហប៊ុនម៉ាលើកតាមត្រើយទន្លេសាបសម្ដៅមកខេត្តកំពង់ស្វាយពេលនោះមន្ត្រីរាជការដែលស្មោះនឹងព្រះអង្គនុនរាមាបានប្រមូលបកពួកចូលរួមជាមួយសៀមក្នុងសភាពការនោះចៅហ្វាមូបាននាំព្រះអង្គអេងចេញពីឧដុង្គមានជ័យមកភ្នំពេញហើយចាត់មន្ត្រីឲ្យសុំជំនួយពីស្ដេចយួនបន្ទាប់មកលោកចាត់ការប្រកាសកេណ្ឌទ័ពប្រមូលស្បៀងកសាងនិងពង្រីកបន្ទាយនិងចាត់ឲ្យគេគៀគ្រួសារបញ្ជាពីមុខដំណើរទ័ពរបស់សៀមព្រះចៅធៀងទីទ្រង់ចាត់ឲ្យអង្គផាម៉ានាំទ័ព 3,000 នាក់មកជួបជុំនឹងទ័ពខ្មែរនៅជ្រោយចង្វារួចហៅចែកកម្លាំងជា2មុខព្រួញទៅបោះនៅកោះអន្លង់ចិននិងនៅកោះអណ្ដែតចាំទទួលច្បាំងនឹងទ័ពសៀមលើកចូលលុបកម្ពុជាបានតែជាង3ខែស្រាប់តែព្រះចៅតាក់ស៊ីនកើតវិកលចរិតក្នុងកម្មដ្ឋានតាំងខ្លួនថាបានសម្រេចសោតបត្តផលហើយតម្រូវឲ្យព្រះសង្ឃក្រាបថ្វាយបង្គំព្រះចៅដែលជាក្រហមប្រការនេះបង្កើតនៅចលាចលប្រឆាំងនឹងព្រះចៅតាក់ស៊ីនហើយពួកបះបោបានចាប់ព្រះចៅតាក់ស៊ីនយកទៅដាក់ច្រវាក់មេទ័ពសៀមដែលកំពុងច្បាំងក្នុងដីកម្ពុជាក៏ប្រញាប់ដកថយទៅវិញនាំទាំងព្រះចៅណយទៅផងព្រះចៅតាក់ស៊ីននិងព្រះចៅណយត្រូវបានគេធ្វើគុតនៅឆ្នាំ1782អង្គញាចក្រីដួងដែលជាមេទ័ពសៀមបានតាំងខ្លួនជាស្ដេចផែនដីនិងមានព្រះនាមថាសម្ដេចព្រះពុទ្ធយតហ្វាចលាលោកចំណែកឯអង្គញាសូសីហប៊ុនម៉ាជាប្អូនត្រូវបានតាំងជាឧបរាជគប្បីជ្រាបថា
អុកញ៉ាចក្រៃឌួងនិងអុកញ៉ាសូសីហបុនម៉ាជាជនជាតិខ្មែរកើតនៅឃុំត្រាំសសស្រុកទូកមាសខេត្តកំពតហើយដែលសៀមបានគៀតាំងពីតូចលុះសៀមដកទ័ពថយទៅស្រុកអស់ព្រះចៅយួនទ្រង់បានសុំជំនួយទ័ពខ្មែរទៅជួយវាយកំទេចចលនាតៃសឺនទៀតតែវាចាញ់ពួកតៃសឺនលោកអុកញ៉ាក្រឡាហោមប៉ាងត្រូវបានទទួលអនិច្ចកម្មក្នុងសមរភូមិនៅពេលនោះអុកញ៉ាសេដ្ឋីមាសចៅហ្វាយស្រុកខេត្តពីមនិងព្រះសទត្តបានទូលស្ដេចយួនសុំឲ្យទ្រង់យាងទៅសុំជំនួយពីស្ដេចសៀមវិញពីព្រោះខ្មែរកំពុងតែជួបផលលំបាកខ្លាំងណាស់នៅឆ្នាំ 1784 ស្ដេចងវៀនភុកអាញ់ដែលជាក្មួយរបស់ព្រះចៅដេញវឿងហើយដែលត្រូវពួកតៃសឺនដេញមកភៀសខ្លួននៅក្នុងដីកម្ពុជានៅកោះត្រល់នោះទ្រង់បានទៅពឹងសៀមស្ដេចសៀមទ្រង់យល់ព្រមជួយទ័ព 20,000 នាក់និងសំពៅ 300 គ្រឿងមកជួយច្បាំងប៉ុន្តែទ្រង់ឃាត់ទុកស្ដេចងវៀនភុកអាញ់ឲ្យនៅស្រុកសៀមទ័ពចម្រុះសៀមនៅតែវាយចាញ់ពួកតៃសឺនដដែលលុះបានដេញទ័ពជំនួយសៀមខ្ចាត់ខ្ចាយអស់ហើយម្យ៉ាងទៀតស្ដេចងវៀនភុកអាញ់ត្រូវបានសៀមទុកឯស្រុកសៀមទៀតមេចលនាតៃសឺនបានតាំងខ្លួនជាធំហើយគ្រប់គ្រងកិច្ចការផែនដីអំពីសភាពការនៅស្រុកខ្មែរវិញគឺអុកញ៉ាក្រឡាហោមស៊ូមានគំនិតចង់រំលំសម្ដេចចាហ្វាមូដោយរកអបាយកលធ្វើលិខិតសម្ងាត់ទៅថ្វាយព្រះអង្គកែវដួងដើម្បីព្រះអង្គទ្រង់ជួយសុំព្រះចៅសៀមឲ្យអុកញ៉ាបានត្រឡប់មកកម្ពុជាវិញនៅឆ្នាំ 1785 អុកញ៉ាបែនបានរាជានុញ្ញាតត្រឡប់មកកម្ពុជាព្រោះមកដល់កម្ពុជាអុកញ៉ាបែនជួបនឹងអុកញ៉ាក្រឡាហោមស៊ូដើម្បីបានជួបសម្ដេចចាហ្វាមូក្លែងជំរាបរាយការណ៍ថាខ្លួនទើបរួចរត់ចេញពីស្រុកសៀមដោយសៀមបានធ្វើទោសកាត់ស្លឹកត្រចៀកនិងដាក់គុកចាហ្វាមូជួទុកចិត្តរាក់ទាក់ឲ្យបម្រើការងារថែមទាំងចាត់ឲ្យគេរៀបចំពិធីជប់លៀងទទួលទៀតផងនៅពេលជប់លៀងអុកញ៉ាក្រឡាហោមស៊ូនិងអុកញ៉ាបែនដែលមានគម្រោងការជាមុនហើយបានឆក់ឱកាសបើកការវាយលោកចាប់បានអុកញ៉ាចក្រៃពីងនិងចាហ្វាមូយកទៅប្រហារជីវិតនៅវាំងក្តារបន្ទាប់មកគេចាត់ការតាមចាប់ជំទាវឡង់សាច់ញាតិនិងបពពួកចាហ្វាមូយកទៅសម្លាប់ចោលទៀតអុកញ៉ាដេជូតែនដែលជាប្អូនចាហ្វាមូដឹងខ្លួនតាន់បាននាំទ័ពកិច្ចចេញពីកំពង់ស្វាយទៅនៅស្រុកជុំជ្រាំងអុកញ៉ាក្រឡាហោមស៊ូបានតាំងខ្លួនជាស្ដេចពញាគ្រប់គ្រងកិច្ចការផែនដីសម្ដេចពញាបានផ្លាស់ចៅហ្វាយខេត្តស្រុកត្បូងឃ្មុំដោយតាំងអុកញ៉ាអជូនជំនួសនិងចាត់អុកញ៉ាមហាទេពសុកឲ្យត្រួតត្រាតំបន់ត្រើយខាងកើតមេគង្គដើម្បីទប់ស្កាត់សកម្មភាពរបស់អុកញ៉ាដេជូតែនសម្ដេចពញាស៊ូមានគំនិតចង់កម្ចាត់អុកញ៉ាបែនថែមទៀតប៉ុន្តែអុកញ៉ាបែនដឹងខ្លួនតាន់ក៏ចាត់ការសម្លាប់សម្ដេចពញាស៊ូបានមុនរួមទាំងប្រពន្ធកូននិងបពពួកផងដែររួចហើយអុកញ៉ាបែនតាំងខ្លួនជាស្ដេចចៅហ្វាទលហៈសម្ដេចចៅហ្វាទលហៈបែនក៏មិនទុកចិត្តអុកញ៉ាក្រឡាហោមប៉ុកជាព្រះបិតាធម៌របស់ព្រះអង្គអេងផងដែរហើយបានចាត់ឲ្យអុកញ៉ាក្រឡាហោមប៉ុកនាំព្រះអង្គអេងនិងព្រះរាមក្សត្រីទាំង3អង្គព្រមទាំងបរិវារទៅគង់នៅស្រុកសៀមការដែលស្ដេចចៅហ្វាទលហៈចាត់ការតាមសម្លាប់បពពួកសម្ដេចពញាស៊ូបានល្បីលេចលឺទូទាំងប្រទេសបពពួកពញាស៊ូដែលនៅសល់បានបង្កជាទ័ពប្រឆាំងវិញពិសេសអុកញ៉ាមហាទេពសុកនិងអុកញ៉ាអជូនបានរួមដៃជាមួយនឹងអុកញ៉ាដេជូតែនកែនរាជខ្មែរចាមជ្វាបង្កទ័ពលើកមកវាយលុកក្រុងឧដុង្គមានជ័យសម្ដេចចាហ្វាទលហៈបែនរត់ភៀសខ្លួនទៅបាត់ដំបងពេលនោះគេបានតាំងអុកញ៉ាដេជូតែនជាសម្ដេចចាហ្វាទលហៈសម្រាប់កិច្ចការផែនដីហើយបានចងស្ពានមានមេត្រីជាមួយចលនាតៃសឺនក្រុងវេលុះទ្រង់ជ្រាបហេតុការណ៍នៅកម្ពុជាហើយព្រះចៅសៀមទ្រង់បញ្ជាឲ្យអុកញ៉ាបែនចូលទៅស្រុកសៀមដើម្បីកិច្ចការផែនដីស្ដេចសៀមទ្រង់ប្រទានឋានៈជាចៅពញាអភ័យធិបេសវិសេសសង្គ្រាមរាមនរិនបតីស្ដេចសៀមទ្រង់ចាត់មេទ័ពសៀម3នាក់ឲ្យលើកទ័ពចូលមកជាមួយនឹងចៅពញាបែនដើម្បីវាយលុកក្រុងឧដុង្គមានជ័យអុកញ៉ាដេជូតែនត្រូវបានទ័ពចៅពញាបែនដេញចាប់បានហើយបញ្ជូនខ្លួនទៅស្រុកសៀមចៅពញាបែនគ្រប់គ្រងកិច្ចការផែនដីនៅកម្ពុជាឡើងវិញពេលនោះស្ដេចងវៀនភុកអាញ់ដែលទើបយាងត្រឡប់មកពីប្រទេសសៀមបានសុំជំនួយពីទ័ពខ្មែរដើម្បីកម្ចាត់ពួកតៃសឺនចៅពញាបែនទ្រង់ព្រមបញ្ជូនទ័ពខ្មែរ 5,000 នាក់ដឹកនាំដោយអុកញ៉ាចក្រៃកែបនិងអុកញ៉ាយមរាជកាន់ទៅជួយវាយទ័ពពួកតៃសឺនចេញពីក្រុងវេស្ដេចងវៀនភុកអាញ់ឡើងសោយរាជនៅក្រុងវេដោយមានព្រះនាមថាយ៉ាឡុងនៅពេលនោះប្រទេសកម្ពុជាទុកដូចជាចំណុចប្រទេសសៀមទាំងស្រុងតាមរាជបញ្ជារបស់ស្ដេចសៀមចៅពញាបែនបានកេណ្ឌរាជខ្មែរទៅជីកព្រែកជីកប្រឡាយជីកស្រះធ្វើឥដ្ឋនៅវត្តស្រះកេតការបញ្ជូនរាជទៅធ្វើពលកម្មនៅស្រុកសៀមបង្កឲ្យមានការក្តៅក្រហាយក្នុងនគរកម្ពុជាពេលនោះរាជខ្មែរបានទទួលប្តឹងព្រះចៅសៀមសុំយាងព្រះអង្គអេងមកជាម្ចាស់ផែនដីវិញព្រះចៅសៀមទ្រង់យល់ព្រមប៉ុន្តែទ្រង់សុំទុកពេលថ្វាយព្រះអង្គអេងបានសារព្រោះសិននៅគ្រិស្តសករាជ 1794 ព្រះអង្គអេងត្រូវបានព្រះចៅសៀមរៀបអភិសេកនៅបាងកកជាព្រះចៅនគរកម្ពុជាព្រះជន្ម22 វស្សាដោយមានព្រះនាមថាសម្ដេចព្រះរាជអង្គការព្រះនារារាមាធិបតីព្រះស្រីសុរិយោពណ៌បរមសុរិន្ទ្រាព្រះចៅសៀមទ្រង់តាំងអុកញ៉ាក្រឡាហោមប៉ុកជាចៅហ្វាទលហៈជំនួសចៅហ្វាទលហៈបែនហើយទ្រង់រៀបចំឲ្យដង្ហែព្រះអង្គអេងមកសោយរាជវិញព្រះចៅសៀមទ្រង់ស្នើតាំងព្រះចៅទលហៈបែនជាស្ដេចត្រាញ់ត្រួតត្រាខេត្តបាត់ដំបងនិងសៀមរាបតែគ្រប់គ្រងឡើងត្រង់ទៅស្ដេចសៀមតែម្ដង
ឯកសារខ្លះបានបញ្ជាក់ថាបានជាស្ដេចសៀមទ្រង់តែងតាំងចៅហ្វាទលហបែនជាស្ដេចត្រាញ់ពីព្រោះចៅហ្វាទលហបែនជាអតីតមន្ត្រីរបស់ព្រះអង្គនុនរាមាខ្លាចក្រៃកើតមានបញ្ហាជាមួយព្រះអង្គឯងទៅថ្ងៃមុខម្យ៉ាងទៀតគឺលេះដើម្បីយកទឹកដីខ្មែរតាមសន្តិវិធីព្រះអង្គឯងទ្រង់សោយទីវង្គតនៅគ្រិស្តសករាជ1796ក្នុងព្រះជន្មាយុ25វស្សាដោយរូបគាពាតក្នុងព្រះកេសាមុននឹងសគត់ព្រះអង្គទ្រង់បានអញ្ជើញមន្ត្រីសេនាបតីមកផ្ដាំផ្ញើនិងទ្រង់ស្នើឲ្យសម្ដេចចៅហ្វាទលហបុកទទួលខុសត្រូវកិច្ចការរាជការព្រះអង្គឯងទ្រង់មានព្រះរាជបុត្រ5អង្គគឺព្រះអង្គច័ន្ទព្រះអង្គស្ងួនព្រះអង្គអឹមព្រះអង្គភឹមនិងព្រះអង្គឌួងបាទនេះគឺជាព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងនៅក្នុងសម័យរាជរបស់ព្រះបាទសម្ដេចព្រះអង្គឯងចាប់តាំងពីឆ្នាំ1779ទៅដល់1796យើងឃើញហើយថាប្រទេសកម្ពុជាយើងនៅតែមានជម្លោះផ្ទៃក្នុងកើតឡើងជាបន្តបន្ទាប់រវាងមន្ត្រីនិងព្រះរាជាហេតុនេះហើយបានធ្វើឲ្យទ័ពសៀមមានលទ្ធភាពចូលលុកលុយក្នុងប្រទេសកម្ពុជាក៏ដូចជាត្រួតត្រាតំបន់មួយចំនួនធំរបស់កម្ពុជាផងដែរយើងក៏បានជ្រាបហើយថាអ្នកគ្រប់គ្រងប្រទេសកម្ពុជាមួយចំនួនគឺបានតែពឹងពាក់សៀមដូច្នេះធ្វើឲ្យសៀមមានអំណាចទៅលើការគ្រប់គ្រងរាជកិច្ចរបស់ប្រទេសកម្ពុជាផងដែរនេះគឺជាប្រវត្តិសាស្ត្រមួយដែលយើងគួរតែចំណាំហើយជាការជឿចាប់ផងដែរដែលទ័ពសៀមបានកេណ្ឌយកប្រជាជនខ្មែរទៅជីកប្រឡាយជីកស្រះនៅឯវត្តស្រះកេតទៀតផងហើយជាចុងក្រោយយើងក៏សូមអរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះចាប់តាំងពីដើមរហូតដល់ចប់ហើយកុំភ្លេច like ជាមួយនឹង share វីដេអូនេះផងទៅកាន់បងប្អូនយើងដទៃទៀតឲ្យគាត់បានសិក្សាបន្ថែមអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើងជាចុងក្រោយតម្រាប់ប្រវត្តិសូមអរគុណសូមជម្រាបលា